ទី1ឆ្នាំជូតបាទសម្រាប់ឆ្នាំជូតរាសីនៅក្នុងខែ1ពេញមួយខែ1នឹងល្អប្រសើរគិតគូរផលធំធ្វើអ្វីមួយបានលោកធំនឹងជួយសន្តោសប្រោះប្រណីលេខសំណាងរបស់អ្នកឆ្នាំជូតនៅក្នុងខែ1ឆ្នាំ2026នេះគឺ278 comment លេខ278ឲ្យ share សូមចង្រៃទៅតាម share អស់ទៅ comment សូមឲ្យបានផលល្អសមដូចបំណងពងប្រាថ្នាគិតគូរផលធំកាលណាមានគេជួយសន្តោសប្រោះប្រណីមេត្តានៅក្នុងខែ1ដើមឆ្នាំ2026នេះហើយពណ៌នាំសំណាងគឺពណ៌ត្រួយចេកពណ៌នាំសម្រាងរបស់អ្នកឆ្នាំជូតគឺពណ៌ត្រួយចេកលេខសំណាងគឺ278 comment ឲ្យ share សូមឲ្យបានលៀបពិតប្រកបនៅក្នុងខែ1ឆ្នាំ2026យើងនឹងសំណាងល្អណាឆ្នាំជូតនៅក្នុងខែ1នឹងហេហេណាបាទសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីទាំងអស់ខ្ញុំបកណ្ណាចង់បង្ហាញពីក្បួនគ្រូចិនសែរបស់ខ្ញុំកណ្ណាគឺនៅក្នុងកាសចូលតែប៉ុណ្ណេះទេអញ្ចឹងក្នុងកាសចូលប៉ុណ្ណេះនឹងអាចមើលកំណត់វាសនារបស់អ្នកនាងកញ្ញាមិនឲ្យខុសបំណងឡើយឲ្យតែប្រាប់ឈ្មោះឲ្យត្រូវឲ្យតែប្រាប់ខែឲ្យត្រូវឆ្នាំឲ្យត្រូវមិនបាច់ខែទេមានតែឈ្មោះហើយនឹងឆ្នាំខ្ញុំក៏អាចមើលអស់លោកស្រីបានដែរមើលខុសមិនយកប្រាក់ក្នុងតែមួយអ្នក$10នោះទេអញ្ចឹងរបស់ខ្ញុំកាលណានេះមិនថាលំដាប់ជាន់ថ្នាក់ណាទេមិនថាសម្បត្តិមហាសេដ្ឋីណាទេឲ្យតែឈ្មោះត្រូវគឺខ្ញុំកណ្ណាមើលជូនបានទាំងអស់មិនឲ្យតោះចិត្តនោះទេប៉ុន្តែក្នុងនស33តួខ្ញុំមើលមិនត្រូវតែនស4តួតែប៉ុណ្្នឹងទេក្រៅពីនឹងខ្ញុំធានាជូន100%ខ្ញុំជាគ្រូចិនសែនេះជាក្បួនជីវិតនេះជាក្បួនចិនសែរបស់ខ្ញុំអញ្ចឹងខ្ញុំបកណ្ណាមើលអ្នកទាំងអស់គ្នាមិនថាលំដាប់ជាន់ថ្នាក់ណាទេគឺទៅទាំងអស់ចង់សាកបានក្នុងមួយអ្នក$10ទីប្រាក់អញ្ចឹងចង់សាកទេចង់ជីវិតជោគជ័យគឺសុំខលមកណាបើចង់ជីវិតក្រាស់ថ្លានៅក្នុងខែណាដែលយើងបើកហាងបានឆ្នាំណាដែលយើងជាអូនឡើងឆ្នាំណាដែលយើងគួររកស៊ីឆ្នាំណាដែលយើងមិនគួររកស៊ីអញ្ចឹងសូមអាចតំណាក់តំណងមកខ្ញុំនឹងទទួលដោយសោមនស្សរីករាយសូមអរគុណនិងសូមជម្រាបលា